ជំរាបសួរនេះគឺជាវីដេអូចែករំលែកអំពីគណិតវិទ្យារបស់ជនដែលមានវិការភាពផ្នែកភ្នែកហើយវីដេអូនេះគឺជាវីដេអូលំហាត់គំរូទី5បងប្អូនតោះចាប់តាមទាំងអស់គ្នា4 + 6 4តាំងនៅខាងស្ដាំនៃក្បាច់ឈរនៅលើខ្ទង់រាយចំណែក6តាំងនៅខាងឆ្វេងនៃក្បាច់ឈរនៅលើខ្ទង់រាយអញ្ចឹងយើងត្រូវបញ្ចូល6នេះទៅខាងស្ដាំហើយយើងបញ្ចូលវិធីលឿនគឺត្រូវតែបញ្ចូលទាំងអស់តោះអញ្ចឹងយើងមើលនៅខ្ទង់រាយរបស់យើងខ្ទង់រាយខាងស្ដាំរបស់យើងមាន6បញ្ចូលដែរឬទេខ្ញុំបញ្ជាក់ម្ដងទៀតមានន័យថានៅលើខ្ទង់នេះគឺមានតម្លៃ9នៅលើហ្នឹងខ្ទង់នីមួយៗមានតម្លៃ9ឥឡូវខ្ញុំរុញ4នេះឡើងមកតាំងហើយអញ្ចឹងខាងក្រោមវាអត់មានទេតម្លៃខាងក្រោមអត់មានអីរុញចូលទេតែខាងលើគឺមាន5សម្រាប់រុញបាញ់ចូលសម្រាប់បូកបញ្ចូលអញ្ចឹងតើយើងមាន6បញ្ចូលទេឥឡូវយើងមានតែ5ទេណាមានតែ5ហើយ4នេះវា9ហើយប៉ុន្តែយើងយក4មកប្រើអញ្ចឹងនៅសល់តែ5ទេដើម្បីរុញបញ្ចូលដើម្បីបូកនៅលើខ្ទង់រាយហ្នឹងដូច្នេះយើងអត់មាន6ក្នុងការបញ្ចូលទេព្រោះយើងត្រូវបញ្ចូល6គ្រាប់ចុះអ្វីទៅធំជាង5សំទោសធំជាង6ធំជាង6ឆ្វេងនេះគឺ7អញ្ចឹងយើងមាន7អត់8ក៏អត់មាន9ក៏អត់មានដែរនៅលើខ្ទង់រាយហ្នឹងក៏អត់មាន9ទៀតដោយសារអីយើងមានតែ5គត់នេះមានតែ5ហ្នឹងទេសម្រាប់រុញបញ្ចូលដោយសារយើងតាំង4ហើយអញ្ចឹងនៅសល់តែ5ទេដូច្នេះយើងត្រូវខ្ចីអីធំជាង9គឺ10តើ10យើងមានអត់មាននៅលើខ្ទង់រាយនេះសំទោសនៅលើខ្ទង់10អញ្ចឹងយើងខ្ចី10ព្រោះមានតែ10ទេដែលយើងអាចខ្ចីបាន7 8 9អត់មានទេអញ្ចឹងយើងខ្ចី10យក6ណាបងប្អូនមានន័យថាយើងខ្ចីគេ100ឧទាហរណ៍ឬក៏យើងខ្ចីគេ10ចកឹះ10តែយើងយកតែ6ទេយើងត្រូវការតែ6គ្រាប់ទេអញ្ចឹងនៅសល់ប៉ុន្មានគ្រាប់គឺនៅសល់4គ្រាប់ទុកឲ្យគេវិញមានថាគេមានមួយដុំនឹងស្មើនឹង10គ្រាប់មានណាមួយដុំណា10ចកឹះ10មួយដុំមានចកឹះ10អញ្ចឹងយើងត្រូវការតែចកឹះ6ទេអញ្ចឹងយើងយកប្រហែលយើងយកតែ6យើងមិនអាចយកលើសពីនឹងទេបងប្អូនអញ្ចឹងយើងយកតែ6ទេអញ្ចឹងគេនៅសល់ប្រហែលគឺនៅសល់4អញ្ចឹង10យក6នៅសល់4អញ្ចឹងយើងយកតែ6យើងឲ្យ4គេវិញសង4គេវិញទាញចុះលឹបឃើញទេទាញ4ចុះឲ្យគេវិញអញ្ចឹងយើងបូកហើយឃើញទេអញ្ចឹង6ជាឆ្វេងយើងលុបចោលឲ្យរាល់តែការបូកគឺតែលុប6ឆ្វេងចោលអញ្ចឹងចម្លើយឃើញប្រហែលគឺឃើញ10ឃើញទេតទៀត4 + 7 4តួទី1តាំងនៅស្ដាំនៃក្បាច់ឈរនៅលើខ្ទង់រាយឯចំណែក7តាំងនៅខាងឆ្វេងនៃក្បាច់ឈរនៅលើខ្ទង់រាយយើងត្រូវបញ្ចូល7ទៅលើខ្ទង់រាយនៅខាងស្ដាំអញ្ចឹងយើងស្ទាបមើលឬក៏យើងសម្លឹងមើលថាតើមានតម្លៃ7បញ្ចូលទេគឺមានតែ5ទេ5ខាងលើរុញបញ្ចូលឯចំណែកខាងក្រោមគឺអត់មានទេ0ឃើញទេអត់មានទេអញ្ចឹងយើងមានតែ5ធ្វើម៉េចយើងរុញបញ្ចូលកើតយើងមិនត្រូវខ្វះគេហើយអញ្ចឹងយើងត្រូវតែខ្ចីចំនួនធំជាង7គឺ8មានអត់យើងមើលខ្ទង់រាយមាន8បញ្ចូលអត់ទេអញ្ចឹងយើងត្រូវខ្ចី9ក៏អត់ដែរពីព្រោះលើខ្ទង់រាយមានតែ5តែប៉ុណ្ណោះអញ្ចឹងយើងត្រូវខ្ចី10ដដែលព្រោះ10ធំជាង9 10យក7 10យក7គឺសល់ប៉ុន្មានមានថាដូចខ្ញុំឧទាហរណ៍បាញ់មិញអញ្ចឹងគឺមានចកឹះ10គេមានណាយើងខ្ចីគេតែយើងត្រូវការតែ7តែប៉ុណ្ណោះអញ្ចឹង10យក7នៅសល់ប៉ុន្មានគឺនៅសល់3អញ្ចឹងយើងត្រូវការតែ7ទេក្នុង10ហ្នឹងណាចកឹះមួយដុំមាន10តែយើងត្រូវការតែ7ទេអញ្ចឹងយើងយក7ចេញគឺនៅសល់3នៅទុកឲ្យម្ចាស់គេវិញអញ្ចឹងទុកឲ្យម្ចាស់គេវិញយើងត្រូវធ្វើម៉េចដកចេញទុកឲ្យគេនេះឃើញទេដក3ចេញតោះអញ្ចឹងយើងលុបឆ្វេងចោលសិនព្រោះតែធ្វើឲ្យលុបឲ្យឆ្វេងអញ្ចឹងឃើញប្រហែលគឺឃើញ11តោះទៀត4 + 8 4តាំងនៅខាងស្ដាំនៃក្បាច់ឈរនៅលើខ្ទង់រាយចំណែក8តាំងនៅខាងឆ្វេងនៃក្បាច់ឈរនៅលើខ្ទង់រាយអញ្ចឹងយើងត្រូវបញ្ចូល8ទៅក្នុង4នៅខាងស្ដាំនឹងឯងអញ្ចឹងនៅលើក្បាច់របស់យើងខ្ទង់រាយមានតែ5ទេសម្រាប់បញ្ចូលតែយើងត្រូវបញ្ចូលដល់តែ8ឯណោះព្រោះវាច្រើនជាង5
អញ្ចឹងយើងមានតែខ្ចី9បើ9មិនមានទេយើងត្រូវខ្ចី10ពីព្រោះអីយើងមានតែ5យើងអាចខ្ចីកើតទេយើងត្រូវខ្ចី10 10យក8មានថាដូចខ្ញុំឧទាហរណ៍មិញ10យក8គឺនៅសល់2 2ត្រូវតែសងគេវិញសងវិញយើងដកចុះអញ្ចឹងឆ្វេងត្រឡប់ចោលព្រោះយើងធ្វើប្រមាណវិធីហើយយើងស្ទាបមើលតែឃើញប្រមាណគឺឃើញ12ចម្លើយតទៀតគឺ4បូកនឹង9 4បូកនឹង9 4តាំងនៅខាងស្ដាំនៃក្បាច់ឈរនៅលើខ្ទង់រាយចំណែក9តាំងនៅខាងឆ្វេងនៃក្បាច់ឈរនៅលើខ្ទង់រាយអញ្ចឹងយើងត្រូវបញ្ចូល9តែយើងមាន9បញ្ចូលទេគឺមានតែ5តែប៉ុណ្ណោះនៅខាងស្ដាំអញ្ចឹងយើងត្រូវខ្ចី10ពីព្រោះ10ធំជាង9ខ្ចី10យក9នៅសល់ប៉ុន្មានមានថាចង្កឹះមួយដុំមាន10តែយើងត្រូវតែចង្កឹះ9ទេអញ្ចឹងនៅសល់1ព្រោះយើងយកតែ9នៅពេលមួយដុំយើងទាញយក9មកគឺនៅសល់តែ1នៅកន្លែងគេណាគឺសល់តែ1អញ្ចឹងនៅពេលសល់1យើងត្រូវតែទម្លាក់ចុះឲ្យគេវិញព្រោះយើងត្រូវខាត់តែ9តើ10យក9សល់1ទម្លាក់ចុះឲ្យគេវិញទាញចុះផ្លឹបអញ្ចឹងនេះប្រមាណវិធីធ្វើប៉ុណ្ណឹងតើមកយើងលុបឆ្វេងចោលតោះឃើញប្រមាណគឺឃើញ13នេះ10នេះ3ពីព្រោះបងប្អូនធ្លាប់រៀនការស្គាល់ខ្ទង់ហើយកាលពីវីដេអូមុនណាអញ្ចឹងខ្ញុំអត់បង្ហាញតាក់ទងទៅនឹងថាហ្នឹងខ្ទង់ប៉ុន្មានទេតែគាត់នឹងដឹងថាវាយើងស្ទាបទៅបើមានក្បាច់ធ្វើដូចគ្នានឹងឃើញចម្លើយ13ពិតជាត្រឹមត្រូវហើយអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់វីដេអូនេះក្នុងការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូននឹងងាយយល់ប្រសិនជាបងប្អូនមិនសូវយល់ឬក៏កន្លែងណាដែលខ្ញុំបញ្យល់ទៅអត់ច្បាស់បងប្អូនអាច comment ដើម្បីជួយកែលម្អឲ្យខ្ញុំក្នុងការបញ្យល់សារជាថ្មីឬក៏រកនីតិវិធីផ្សេងដើម្បីបញ្យល់ទៅដល់បងប្អូនដែលមានពិការភាពឬបងប្អូនដែលមិនមានពិការភាពប្រសិនជាបងប្អូនឆ្ងល់ឧទាហរណ៍ថាបើសិនជាបងប្អូនដែលមានពិការភាពឆ្ងល់សួរឲ្យប្រាប់ថាខ្លួនជាជនដែលមានពិការភាពផ្នែកមកខ្ញុំនឹងបញ្យល់ទៅតាមបែបបងប្អូនឆ្ងល់ថាបងប្អូនឆ្ងល់ឯណាតែបើសិនជាបងប្អូនដែលមើលឃើញគិតថាខ្ញុំរុញបែបនេះមើលអត់សូវយល់ឬក៏ចង់បែបណាអាច comment បានថាខ្ញុំតើធ្វើបែបនេះបើខ្ញុំងាយយល់អញ្ចឹងអាច comment បានដើម្បីចូលរួមស្ថាបនាទាំងអស់គ្នាគណៈពេលនេះខ្ញុំបាទយ៉ាងលីសូមអរគុណសូមជម្រាបលា